ខ្ញុំទៅទិញក្រែមម្សៅទើបចុះពីទេត្រូវបានហុំព័ទ្ធដោយក្រុមក្មេងមួយក្រុមកាន់បន្លែលួយនៅក្នុងដៃរបស់ពួកគេស្លឹកឈើនិងសុទ្ធរលួយគប់បន្តើច្រៀងបន្តើមិនដឹងថាអ្នកណាបង្ហាត់កូនស្រីផ្ទះជាដូចស្បែកជើងរហែកមានផ្ទៃពោះជាមួយប្រុសបែររៀបការចូលដំណាក់ស្រឡាញ់មានស្អប់ក្រមានចិត្តខ្មៅកាត់កូនមកគ្មានឪពុកស្លឹកបន្លែលួយគប់លើសំពត់បន្សល់ទុកប្រស្នាមប្រឡាក់ធ្វើឲ្យខ្ញុំត្រដាប់ត្រដួសលាក់ខ្លួននៅក្នុងរទេះវិញទឹកភ្នែកក៏ហូរមិនឈប់វាបន្តធ្លាក់ចុះពេលនេះភីយួនបានឲ្យគេផ្ញើសម្បត្តិមួយបានមកដល់យីងនៅខាងក្រៅខ្ញុំក៏បានលើពីពាក្យចាំអារ៉ាមដែរទោះបីជាអ្នកបានធ្វើខុសប៉ុន្តែខ្ញុំគ្រូសាប៉ីមិនមែនមិនអាចអត់អន់ឲ្យទេឲ្យតែនាងព្រមត្រឡប់មកវិញទទួលស្គាល់កំហុសទទួលថាកូនជារបស់ខ្ញុំសុខចិត្តទទួលនាងជាប្រពន្ធចុងរបស់ខ្ញុំនឹងធានាសុវត្ថិភាពរបស់អ្នកនេះជាឱកាសចុងក្រោយហើយកុំមិនស្គាល់ខុសត្រូវខ្ញុំខឹងខ្លាំងណាស់រហូតដល់រាងកាយញ័រយកសម្បត្តិហែកជាបំណែកគាត់មិនត្រឹមតែមិនជួយបង្ការពាក្យចាំអារ៉ាមនោះទេផ្ទុយទៅវិញបែបប្រើពាក្យចាំអារ៉ាមដើម្បីបង្ខំខ្ញុំឲ្យចុះចាញ់ទង្វើបែបនេះបើប្រៀបជាមួយការប្រមាថរបស់កុមារធ្វើឲ្យខ្ញុំកាន់ស្អប់ខ្ពើមទៀតគាត់មិនខ្វល់ពីភាពស្អាតស្អំរបស់ខ្ញុំទេគាត់ខ្វល់តែធ្វើម៉េចអាចជន់ខ្ញុំនៅបាតជើងគាត់ក្នុងស្ថានភាពអស់សង្ឃឹមនេះឲ្យខ្ញុំដឹងគុណគាត់ព្រះនាងជីងបានមកដល់នាំយកគ្រូពេទ្យរាជវាំងមួយក្រុមដង្ហែក្បួនចូលផ្ទះខ្ញុំគាត់បានឃើញភ្នែកក្រហមហាមរបស់ខ្ញុំពោពេញដោយអាណិតស្រឡាញ់អបក្រសពខ្ញុំក្មេងល្អកុំយំអីបើពួកគេចង់មើលរឿងល្ខោននោះយើងនឹងឲ្យពួកគេមើលឲ្យគ្រប់គ្រាន់យើងចង់មើលថាតើអ្នកណាកំពុងនិយាយពីក្រោយខ្នងយានជីទឹកក៏ខ្វក់លើកូនប្រសាស្រីដំណាក់វាងយើងផងព្រះនាងជីងបញ្ជាឲ្យមនុស្សរៀបឆាកច្រកទ្វារដំណាក់វាងតែម្ដងនៅចំពោះមុខមហាជានរាជធានីទាំងមូលដើម្បីបញ្ជាក់ពីភាពស្អាតស្អំរបស់ខ្ញុំនេះជាការភ្នាល់មួយបើឈ្នះអាចលៀងពាក្យចាំរាមបើខ្ញុំចាញ់នឹងបំផ្លាញគេឈ្មោះខ្ញុំទាំងស្រុងតែខ្ញុំដឹងថាខ្ញុំគ្មានផ្លូវថយក្រោយទេគេឈ្មោះខ្ញុំសំខាន់កាន់តែសំខាន់ទៀតគឺខ្ញុំជឿព្រះនាងជីងនឹងសៀវជីយូពួកគាត់មិនដែលអនុញ្ញាតមានអ្នកធ្វើបាបខ្ញុំតែពិធីនេះព្រះនាងជីងបានអញ្ជើញអេសរជនល្បីទាំងអស់នៅទីក្រុងមកធ្វើសក្ខីកម្មប្រធានសាលាវិទ្យាសាស្ត្រអធិរាជផ្ទាល់វាស់ជីបចុះខ្ញុំនៅចំពោះមុខអ្នករាល់គ្នាបេជុនហឺក៏បានមកដល់ដែរគាត់ឈរនៅខាងក្រៅហ្វូងមនុស្សគាត់ហាក់ដូចជាប្រកាសណាស់ថាខ្ញុំមិនហ៊ានពិនិត្យរាងកាយឬពិនិត្យពោះរបស់ខ្ញុំថាពិតជាមានមែនឬយ៉ាងណាគាត់គិតថាខ្ញុំនឹងជាវឃាស្និទ្ធស្នាលយ៉ាងនេះប្រហែលជាបានឆ្លងកាត់បន្ទាត់រួចហើយម្រាមដៃរបស់ចៅក្រមដាក់លើក៏ដៃខ្ញុំពិធីទាំងមូលបានស្ងាត់ឈឹងប្រធានពេទ្យដកដៃវិញក្រោកឈរឡើងបែរទៅមុខមហាជនលើកដៃនិយាយអ្នកនាងឈូជីបចោមានស្ថិរភាពនិងខ្លាំងគ្មានរោគសញ្ញានៃជីបចោឲ្យខ្ញុំប្រធានពេទ្យយកក្បាលមកធានានុកនាងឈូនៅតែជាស្រីព្រំចារីពាក្យសម្ដីចេញមករួចទាំងអស់ទុះឡើងដោយការរំជើបរំជួលពីអ្នកដែលធ្លាប់រិះគន់អ្នកដែលជាប្រមាថច្រើនជាងគេឥឡូវនេះគឺមុខឡើងក្រហមព្រះនាងជីងទឹកមុខត្រជាក់បានបញ្ជាឲ្យនាំស្ត្រីចំណាស់និយាយថាអ្នកណាជាអ្នកឲ្យឯងផ្សព្វផ្សាយពាក្យចាំអារ៉ាមនេះស្ត្រីចំណាស់នោះត្រូវបានគេវាយដំយ៉ាងសម្លឹងមើលហ្វូងមនុស្សបឹងសៀនចិនភ័យខ្លាចខ្លាំងដល់ញ័រខ្លួនគាត់បានសារភាពហើយគឺអ្នកនាងបឹងឲ្យប្រាក់ដល់នាងខ្ញុំឲ្យខ្ញុំនិយាយចឹងព្រះនាងជីងមិននិយាយច្រើនគាត់ក៏ដើរទៅទេកំភ្លៀងស្ត្រីចំណាស់នោះឆាប់ចាប់ទាសកមាត់អាក្រក់ម្នាក់នេះអូសចេញទៅវារហូតដល់ស្លាប់ទៅព្រះនាងសម្លឹងមើលទីខាងម៉េងឈៀនចេញអ្នកនាងម៉ងតើអ្នកមានអ្វីនិយាយទៀតសៀនចិនប្រែជាស្លេកស្លាំងដោយការភ័យខ្លាចលាក់ខ្លួននៅពីក្រោយភីយិនមិនហ៊ានបង្ហាញមុខបីជន់ហឺស្ដាប់ឬពាក្យរូបកាយនៅព្រំចារីខ្លួនទាំងមូលអារម្មណ៍ធូរស្រាលទាំងស្រុងគាត់មិនត្រឹមតែមិនបានមានអារម្មណ៍ខ្មាស់ទៀនចំពោះទង្វើអាក្រក់របស់សៀនចិនផ្ទុយទៅវិញដកដង្ហើមធំមើលមកខ្ញុំភ្នែករបស់គាត់បង្ហាញការពេញចិត្តបន្តិចបន្តួចនាងនៅស្អាតទេនៅតែអាចធ្វើបានម្ចាស់ស្រីបានរអ៊ូតមខ្លួនឯងដោយសំឡេងតិចប៉ុន្តែសៀវជីយូបានរវាយ៉ាងច្បាស់កំហឹងបានឆាប់ឆេះឡើងក្នុងភ្នែករបស់ឈៀវឃាគាត់បានដើរទៅមុខបីជន់ហឺញឹមបន្តិចពោពេញដោយភាពខូខើឯងស្មានថានាងស្អាតស្អំគឺដើម្បីឯងថ្ងៃល្អរបស់ឯងចប់ហើយលោកប៉ៃមើលទៅឯងនៅមិនទាន់ដឹងពីស្ថានភាពច្បាស់លាស់មើលទៅរឹងមិនកើតភីជន់ហឺចាប់ដើមវិធីសាស្ត្រស្ទន់ម្ដងគាត់ហាក់គិតថាការប្រឆាំងពីមុនគឺដោយសារតែគាត់ឲ្យអារម្មណ៍ស្រឡាញ់មិនគ្រប់គ្រាន់គាត់ចាប់ដើមសរសេរកំណាព្យឲ្យខ្ញុំរៀងរាល់ថ្ងៃកំណាព្យឲ្យទាំងនោះមានទំនុកច្រៀងឆោតឆាយតែដូចមានជូរភ្លាវកាលពីមុនមិនដែលលាងដៃធ្វើស៊ុបដោយភ្នែកស្រទន់អៀនព្រាននឹករឿងចាស់ការខ្សឹបខ្សៀវដ៏ស្រទន់មួយមិនថាពេលណានឹកត្រានត្រើយមិនដែលហ៊ានបំភ្លេចបទណាមួយកំណាព្យឲ្យទាំងអស់កំពុងរំលឹកអតីតកាលរបស់ខ្ញុំថាបន្ទាបខ្លួនលះបង់ស្លាយធ្នូរបស់ខ្ញុំដើម្បីគាត់ដោយរបៀបណាគាត់មានមោទនភាពចំពោះរឿងនេះក្នុងពាក្យសម្ដីនោះបង្ហើបឲ្យខ្ញុំដឹងថាមើលចុះពីមុនតើនាងស្រឡាញ់ពនាឥឡូវមិនដេចប្រែពេលខ្ញុំមើលសម្បត្តិទាំងនេះខ្ញុំគ្រាន់តែមានអារម្មណ៍ថាខ្ញុំខ្វាក់ភ្នែកទាំងស្រុងពីមុនខ្ញុំបានឲ្យគេយកសម្បត្តិទាំងនេះបិទផ្សាយនៅលើជញ្ជាំងទីក្រុងសម្រាប់ប្រជាជនទូទាំងរាជធានីមើលរឿងកំ ប្លែងនេះមើលនេះគឺជាកំណាព្យឲ្យស្នេហារបស់លោកភីគឺកំពុងសរសើរខ្លួនឯងគាត់យកកូនស្រីគេចាត់ទុកដូចជាអ្នកបម្រើស្រីគិតថាគេស្រឡាញ់គាត់ដល់ចង់ស្លាប់រស់ពិតជាមិនអៀនខ្មាស់មែនបុយជន់ហឺត្រូវបានមិត្តរួមការងារចំអករហូតដល់មិនអាចនៅក្បាលបានប៉ុន្តែគាត់មិនបានខឹងទេផ្ទុយទៅវិញបានបង្ហាញថាដូចអ្វីដែលគាត់គិតអុយចឹងគាត់នៅផ្ទះជាមួយម៉េងឆែនប្រាប់ម៉េងឆែនថានេះគ្រាន់តែវិធីដែរខ្ញុំតាក់ទាញការចាប់អារម្មណ៍ពីគាត់យកសម្បត្តិឲ្យគេដឹងពេញមួយទីក្រុងចង់ប្រាប់គេឯងពីរឿងអតីតកាលរបស់ខ្ញុំនឹងនាងការពិតក្នុងចិត្តនៅតែមានខ្ញុំគ្រាន់តែខ្លាចមុខមាត់អៀនពេកមិនមកវិញដើម្បីធ្វើឲ្យខ្ញុំរំភើបចិត្តហើយក៏ចង់រំភើបចិត្តខ្លួនឯងគាត់បានប្រកាសអត់អាហារ3ថ្ងៃដើម្បីបង្ខំខ្ញុំចេញមកជួបគាត់នៅច្រកជួបផ្ទះភីតាក់កើអីហើយអង្គុយទាំងចឹងដោយមិនញោមមិនផឹកអ្វីឡើយម៉េងសៀនចិនយំឡើងហើមភ្នែកសូមឲ្យគាត់ថែរក្សាសុខភាពប៉ុន្តែគាត់ទឹកមុខមើងម៉ាត់ខ្ញុំនឹងអត់ឃ្លានស្លាប់នៅទីនេះសៀវជាយូរឿងនេះនំខ្ញុំជាពិសេសយើងទៅអង្គុយចុះនៅហាងតែទល់មុខត្រើយផ្លូវមើលបន្តើញ៉ាំសាច់ទាខ្វៃបន្តើជាវជាបានរមៀលសាច់ទាមួយដុំហើយប្រគល់វាមកខ្ញុំឲ្យខ្ញុំញ៉ាំឲ្យច្រើនបន្តិចមើលការសម្ដែងក៏ត្រូវការកម្លាំងកាយដែរខ្ញុំខំមួយមាត់សម្លឹងមើលមុខបីជន់ហឺស្លេកស្លាំងតែនៅតែរឹងរូសគួរឲ្យអស់សំណើចណាស់ម៉េងឈៀនចិនសម្លឹងមើលភីចិនធ្វើបាបខ្លួនឯងដើម្បីខ្ញុំធ្វើឲ្យនាងមានចិត្តច្រណែនខ្លាំងទីបំផុតនាងមិនអាចទ្រាំបានទៀតទេគាត់តាំងចិត្តសម្លាប់ខ្ញុំទិញអ្នកបម្រើរបស់ខ្ញុំម្នាក់ឲ្យម្សៅក្រែមមួយដល់នាងតែបានបន្ថែមគ្រឿងផ្សំថ្នាំពុលតែមានជាតិពុលខ្លាំងប្រើដំបងគ្មានភាពមិនប្រក្រតីណាមួយតែបន្ទាប់ពីកន្លះខែមុខមាត់នឹងហាមក្រហមនឹងដំបៅដែលបំផ្លាញស្បែកទាំងស្រុងគួរឲ្យស្ដាយអ្នកបម្រើស្រីនោះថ្លាមតូចបានងាកមកប្រាប់រឿងនេះទៅមេកាបន្ទាប់ពីសៀវជីយូបានដឹងរួចក៏មិនបានបង្ហាញឲ្យគេដឹងទេហើយឲ្យមនុស្សដូរប្រអប់ម្សៅធម្មតាវិញហើយឲ្យគេធ្វើមួយទៀតឲ្យដូចគ្នាបេះបិទប្រអប់ម្សៅពុលត្រូវបានប្រគល់ទៅសៀនចិនវិញពីរបីថ្ងៃដើម្បីឲ្យប៉ៃជន់ហឺអាណិតស្រឡាញ់គាត់ខំឡាក្រែមម្សៅប្រអប់នោះមើលកញ្ចក់ពីឆ្វេងទៅស្ដាំយល់ថាសម្រស់ដ៏ស្រស់ស្អាតរបស់នាងប្រកាសជានឹងតាក់ទាញចិត្តភីចេញពីត្រឡប់មកវិញប៉ុន្តែមិនយូរប៉ុន្មានមុខនាងចាប់ផ្ដើមរមាស់នាងស្មានតែជាប្រតិកម្ម
ធម្មតាតែព្រឹកមើលកញ្ចក់ឃើញមុខរបស់នាងបានហើមដំបៅនឹងហូរទឹកពណ៌លឿងទឹកមានក្លិនស្អុយណាស់អូយសំឡេងស្រែកដ៏ខ្លាំងមួយបានបន្លឺឡើងពេញអាកាសនៃលំនៅឋានរបស់ភីចិនពីសំឡេងនោះគាត់ក៏ប្រញាប់ចូលទៅក្នុងបន្ទប់ឃើញមុខដ៏គួរឲ្យខ្លាចរបស់ម៉ឹងសៀនចិនមុខដូចខ្មោចគាត់ថយក្រោយពីជំហានហើយយកដៃបិទមុខគ្រប់មាត់ជ្រមុះនឹងភ្នែកភាពស្អប់ខ្ពើមមិនអាចលាក់បាំងបានមិនដេចខ្លាចជាបែបនេះសយមែនស្ថានភាពនេះធ្វើឲ្យម៉េងឆេនឈីចាប់យ៉ាងខ្លាំងនាងយំទៅរកប៉ៃជុនហឺប៉ុន្តែគាត់បានងាកទៅម្ខាងបងប្រុសប្រកាសជាឈីយញញដាក់ថ្នាំពោធ្វើបាបខ្ញុំពេលឬដូច្នេះក្នុងភ្នែករបស់ភីចិនពីការមើងងាយបានប្រែខ្លាយខឹងភ្លាមគាត់មិនគិតរកភស្តុតាងបែបសន្និដ្ឋានជាខ្ញុំថាព្រោះស្នេហាប្រែខ្លាយទៅជាស្អប់បានបំពោលម៉េងឆេនឈីយញញមិននឹកស្មានថានាងជាមនុស្សសាហាវគាត់ហាក់គិតថាការប្រឆាំងទៅរបស់ខ្ញុំគឺដោយសារតែគាត់ឲ្យអារម្មណ៍ស្រឡាញ់មិនគ្រប់គ្រាន់គាត់ចាប់ផ្ដើមសរសេរកំណាព្យឲ្យខ្ញុំរៀងរាល់ថ្ងៃកំណាព្យឲ្យទាំងនោះមានទំនុកច្រៀងឆោតឆាយតែដូចមានជូរភ្លាវកាលពីមុនមិនដែលលាងដៃធ្វើស៊ុបដោយភ្នែកស្រទន់អ៊ីនព្រៀននឹករឿងចាស់ការខ្សឹបខ្សៀវដ៏ស្រទន់មួយមិនថាពេលណានឹកត្រានត្រើយមិនដែលហ៊ានបំភ្លេចបទណាមួយកំណាព្យឲ្យទាំងអស់កំពុងរំលឹកអតីតកាលរបស់ខ្ញុំថាបន្ទាបខ្លួនលះបង់ស្លេកធ្នូរបស់ខ្ញុំដើម្បីគាត់ដោយរបៀបណាគាត់មានមោទនភាពចំពោះរឿងនេះក្នុងពាក្យសម្ដីនោះបង្ហើបឲ្យខ្ញុំដឹងថាមើលចុះពីមុនតើនាងស្រឡាញ់ពនាឥឡូវមិនដេចប្រែពេលខ្ញុំមើលសម្បត្តិទាំងនេះខ្ញុំគ្រាន់តែមានអារម្មណ៍ថាខ្ញុំខ្វាក់ភ្នែកទាំងស្រុងពីមុនខ្ញុំបានឲ្យគេយកសម្បត្តិទាំងនេះបិទផ្សាយនៅលើជញ្ជាំងទីក្រុងសម្រាប់ប្រជាជនទូទាំងរាជធានីមើលរឿងកំប្លែងនេះមើលនេះគឺជាកំណាព្យឲ្យស្នេហារបស់លោកភីគឺកំពុងសរសើរខ្លួនឯងគាត់យកកូនស្រីគេចាត់ទុកដូចជាអ្នកបម្រើស្រីគិតថាគេស្រឡាញ់គាត់ដល់ចង់ស្លាប់រស់ពិតជាមិនអៀនខ្មាស់មែនបុយជុនហឺត្រូវបានមិត្តរួមការងារចំអករហូតដល់មិនអាចងើបក្បាលបានប៉ុន្តែគាត់មិនបានខឹងទេផ្ទុយទៅវិញបានបង្ហាញថាដូចអ្វីដែលគាត់គិតអុយចឹងគាត់នៅផ្ទះជាមួយម៉េងឆែនប្រាប់ម៉េងឆែនថានេះគ្រាន់តែវិធីដែលខ្ញុំតាក់ទាញការចាប់អារម្មណ៍ពីគាត់យកសម្បត្តិឲ្យគេដឹងពេញមួយទីក្រុងចង់ប្រាប់គេឯងពីរឿងអតីតកាលរបស់ខ្ញុំនិងនាងការពិតក្នុងចិត្តនៅតែមានខ្ញុំគ្រាន់តែខ្លាចមុខមាត់អៀនពេកមិនមកវិញដើម្បីធ្វើឲ្យខ្ញុំរំភើបចិត្តហើយក៏ចង់រំភើបខ្លួនឯងគាត់បានប្រកាសអត់អាហារ3ថ្ងៃដើម្បីបង្ខំខ្ញុំចេញមកជួបគាត់នៅច្រកជួបផ្ទះភីដាក់កៅអីហើយអង្គុយទាំងចឹងដោយមិនញោមមិនផឹកអ្វីឡើយម៉េងសៀនចិនយំឡើងហើមភ្នែកសូមឲ្យគាត់ថែរក្សាសុខភាពប៉ុន្តែគាត់ទឹកមុខមើងម៉ាត់ខ្ញុំនឹងអត់ឃ្លានស្លាប់នៅទីនេះសៀវជាយូរឿងនេះនំខ្ញុំជាពិសេសយើងទៅអង្គុយចុះនៅហាងតែទល់មុខត្រើយផ្លូវមើលបន្តើញ៉ាំសាច់ទាខ្វៃបន្តើជាវជាបានរមៀលសាច់វាមួយដុំហើយប្រគល់វាមកខ្ញុំឲ្យខ្ញុំញ៉ាំឲ្យច្រើនបន្តិចមើលការសម្ដែងក៏ត្រូវការកម្លាំងកាយដែរខ្ញុំខំមួយមាត់សម្លឹងមើលមុខបីជន់ហឺស្លេកស្លាំងតែនៅតែរឹងរូសគួរឲ្យអស់សំណែកណាស់ម៉េងឈៀនចិនសម្លឹងមើលភីចិនធ្វើបាបខ្លួនឯងដើម្បីខ្ញុំធ្វើឲ្យនាងមានចិត្តច្រណែនខ្លាំងទីបំផុតនាងមិនអាចទ្រាំបានទៀតទេគាត់តាំងចិត្តសម្លាប់ខ្ញុំទិញអ្នកបម្រើរបស់ខ្ញុំម្នាក់ឲ្យម្សៅក្រែមមួយដល់នាងតែបានបន្ថែមគ្រឿងផ្សំថ្នាំពុលតែមានជាតិពុលខ្លាំងប្រើដំបងគ្មានភាពមិនប្រក្រតីណាមួយតែបន្ទាប់ពីកន្លះខែមុខមាត់នឹងហាមក្រហមនឹងដំបៅដែលបំផ្លាញស្បែកទាំងស្រុងគួរឲ្យស្ដាយអ្នកបម្រើស្រីនោះថ្លើមតូចបានងាកមកប្រាប់រឿងនេះទៅមេកាបន្ទាប់ពីសៀវឈីយូបានដឹងរួចក៏មិនបានបង្ហាញឲ្យគេដឹងទេហើយឲ្យមនុស្សដូរប្រអប់ម្សៅធម្មតាវិញហើយឲ្យគេធ្វើមួយទៀតឲ្យដូចគ្នាបេះបិទប្រអប់ម្សៅពុលត្រូវបានប្រគល់ទៅសៀនចិនវិញពីរបីថ្ងៃដើម្បីឲ្យប៉ៃជុនហឺអាណិតស្រឡាញ់គាត់ខំឡាប់ក្រែមម្សៅប្រអប់នោះមើលកញ្ចក់ពីឆ្វេងទៅស្ដាំយល់ថាសម្រស់ដ៏ស្រស់ស្អាតរបស់នាងប្រកាសជានឹងតាក់ទាញចិត្តភីចេញពីត្រឡប់មកវិញប៉ុន្តែមិនយូរប៉ុន្មានមុខនាងចាប់ផ្ដើមរមាស់នាងស្មានតែជាប្រតិកម្មធម្មតាតែព្រឹកមើលកញ្ចក់ឃើញមុខរបស់នាងបានហើមដំបៅនឹងហូរទឹកពណ៌លឿងទឹកមានក្លិនស្អុយណាស់អូយសំឡេងស្រែកដ៏ខ្លាំងមួយបានបន្លឺឡើងពេញអាកាសនៃលំនៅឋានរបស់ភីចិនពីសំឡេងនោះគាត់ក៏ប្រញាប់ចូលទៅក្នុងបន្ទប់ឃើញមុខដ៏គួរឲ្យខ្លាចរបស់ម៉ឹងសៀនចិនមុខដូចខ្មោចគាត់ថយក្រោយពីជំហានហើយយកដៃបិទមុខគ្រប់មាត់ជ្រមុះនឹងភ្នែកភាពស្អប់ខ្ពើមមិនអាចលាក់បាំងបានមិនដេចខ្លាចជាបែបនេះសយមែនស្ថានភាពនេះធ្វើឲ្យម៉េងឆេនឈីចាប់យ៉ាងខ្លាំងនាងយំទៅរកប៉ៃជុនហឺប៉ុន្តែគាត់បានងាកទៅម្ខាងបងប្រុសប្រកាសជាឈីយញញដាក់ថ្នាំពោធ្វើបាបខ្ញុំពេលឬដូច្នេះក្នុងភ្នែករបស់ភីចិនពីការមើងងាយបានប្រែខ្លាយខឹងភ្លាមគាត់មិនគិតរកភស្តុតាងបែបសន្និដ្ឋានជាខ្ញុំថាព្រោះស្នេហាប្រែខ្លាយទៅជាស្អប់បានបំពោលម៉េងឆេនឈីយញញមិននឹកស្មានថានាងជាមនុស្សសាហាវឈីយញញមិនដេចចិត្តនាងប្រែខ្លាយជាកាច់សាហាវយ៉ាងនេះខ្ញុំនឹងទៅរកគាត់សួរឲ្យច្បាស់នឹងផ្ដល់យុទ្ធធម៌ឲ្យនាងគាត់បោះដៃអោដោយកំហឹងចាក់ចេញទៅទុកម៉ឹងសៀនចិននៅភាពអស់សង្ឃឹមដេកលើដីក្រចកចោះចូលសាច់ដៃរបស់គាត់ចំពេលនេះទៀតក្រដៅជាវខៀបាននាំខ្ញុំទៅដើរលេងកំសាន្តនៅលេងបឹងទើបដាក់កំរាលអង្គុយភីចិនគាត់បានស្ទុះមកទាំងស្ថានភាពខុសគ្នារបស់គាត់ឡើងក្រហមដោយឈាមចង្អុលមកចំមុខខ្ញុំហើយចាប់ដើមស្រែកឈីយញញនាងពិតជាសាហាវណាស់សៀនឪគ្រាន់តែធ្លាប់ប្រើប្រាស់ម្សៅរបស់នាងបែរជាដាក់ថ្នាំពុលបំផ្លាញមុខគាត់បើនាងស្អប់ខ្ញុំមានរឿងអីមករកខ្ញុំមកហេតុអ្វីធ្វើបាបមនុស្សស្លូតត្រង់មនុស្សងាកមកមើលពួកយើងចង្អុលម្រាមដៃមកខ្ញុំបកផ្លែក្រូចមួយផ្លែខ្ជិលងាកភ្នែកសៀវឈីយូតក្រដាសសារភាពមួយសន្លឹកចេញពីទ្រូងរបស់គាត់គប់លើមុខភីចិនមើលឲ្យច្បាស់ទៅនេះជាការសារភាពអ្នកបម្រើស្រីរបស់ផ្ទះអ្នកអូនជីដូនមួយដ៏ល្អរបស់អ្នកបានវាយប្រហារមុនសូកប៉ាន់អ្នកបម្រើស្រីដើម្បីដាក់ថ្នាំពុលឲ្យយីងជាលទ្ធផលជន់នៅខ្លួនឯងក្រដាសសារភាពសរសេរច្បាស់លាស់តែប៉ៃជុនហឺមើលក៏មិនយកភ្នែកមើលគាត់ដើរជន់លើក្រដាសសារភាពសម្លឹងមើលខ្ញុំភ្នែករបស់គាត់ពោពេញភាពរឹងរូសដល់គួរឲ្យថប់ថាវាប្រកាសជាមកពីអ្នកវាបង្ខំឲ្យសរសេរសារភាពคล้ายយីងនាងកាលពីមុនស្រមោចក៏មិនហ៊ានជន់លើពេលណាคล้ายជាខូខើបែបនេះនាងធ្វើអ្វីទាំងអស់នេះដើម្បីសងសឹកខ្ញុំដើម្បីធ្វើឲ្យខ្ញុំជឿចាប់មិនថាមានភស្តុតាងប៉ុន្មានទេគាត់នៅជឿតែខួរក្បាលរបស់គាត់ប៉ុណ្ណោះយល់ថាខ្ញុំស្រឡាញ់មនីបានប្រែទៅជាប្រើប្រាស់គ្រប់វិធីសាស្ត្រខូខើការនិយាយស្ដាប់គ្នាមិនបានធ្វើឲ្យខ្ញុំមានអារម្មណ៍អស់កម្លាំងគាត់ក៏ក្រោកឈរឡើងធ្វើចលនាក្តីរបស់គាត់ភ្នែកត្រជាក់បានជាលោកបីមិនយល់ចេះស្ដាប់ភាសាមនុស្សអីចឹងចុះទៅក្នុងទឹកដើម្បីស្រលះមុខនិយាយចប់គាត់បានទាត់ភីយ៉ាងខ្លាំងនៅទ្រូងរបស់ចិនបានហោះហើយធ្លាក់ចូលទឹកពឹងយ៉ាងសន្ធោសន្ធៅសំឡេងធ្លាក់ទឹកបានបន្លឺឡើងនៅជុំវិញសៀវឈីយូទះបោះដៃហើយដើរកាន់ដៃខ្ញុំតោះទៅកន្លែងផ្សេងបរិយាកាសទីនេះលែងល្អហើយឈីយូបាននាំខ្ញុំឡើងលើកំពូលភ្នំបង្ហោះខ្លែងនេះជាអ្វីដែលខ្ញុំតែងតែចង់ធ្វើពីមុនតែភីចិនបានហាមឃាត់គាត់និយាយថាស្ត្រីបង្ហោះខ្លែងមិនសុភាពគ្រប់គ្រាន់ទេល្បែងនេះសម្រាប់តែក្មេងនិងស្រីសំផឹងឥឡូវ
នេះខ្ញុំកំពុងកាន់ខ្សែសម្លឹងមើលខ្លែងត្រចៀកកម្មនោះហោះកាន់តែខ្ពស់មិនអាចទប់ជាប់ខ្ញុំសើចខ្លាំងហើយរត់លេងសក់និងសំពត់របស់ខ្ញុំហោះរញ៉ៃញ៉ៃតែជាអារម្មណ៍ឯករាជ្យដែលមិនធ្លាប់មានពីមុនមកសៀវឃាឈរនៅពីក្រោយខ្ញុំជាខែការពារជាមួយក្រសែភ្នែកពោពេញស្នាមញឹមពីយ៉នសាមជោគហើយលាក់ខ្លួននៅក្រោយដើមឈើលួចមើលសំណាចកាកាយរបស់ខ្ញុំការជាចាប់បានចាក់ចូលបេះដូងរបស់គាត់ពីមុនជាយើងដែលចេះតែអៀនមិនហ៊ានសំបីញឹមចេញថ្មីងផងពិតជាបាត់បងហើយភ្នែករបស់គាត់បានធ្លាក់មកលើរោគពណ៌ក្រហមភ្លឺដែលខ្ញុំស្លៀករោគពណ៌ក្រហមផ្លែខ្ទឹមនោះគឺពណ៌ដែលគាត់ធ្លាប់មិនចូលចិត្តបំផុតជាពណ៌មិនសមរម្យតែឥឡូវពណ៌ក្រហមលាយឡំជាមួយព្រៃព្រឹក្សាវាភ្លឺចែងចាំងខ្លាំងស្រស់ស្អាតរហូតដល់គាត់មិនអាចងាកភ្នែកចេញគាត់ចាប់ផ្ដើមសង្ស័យខ្លួនឯងជាលើកដំបូងសង្ស័យខាងសោភ័ណភាពតើខ្ញុំពីមុនខុសមែនប៉ុន្តែគំនិតនោះទើបតែលេចឡើងគាត់បានសង្កត់បិទទៅវិញគាត់ក្តាប់កណ្ដាប់ដៃនឹងក្រចករបស់គាត់ក្នុងចិត្តព្យាយាមលាងខួរក្បាលរបស់គាត់គិតថាខ្ញុំច្បាស់ជាដឹងថាគាត់លួចមើលមានចេតនាពាក់ឲ្យគាត់មើលចង់ប្រាប់ខ្ញុំតាមវិធីនេះថានាងចាក់ចេញពីខ្ញុំហើយរស់បានល្អនេះបង្ហាញថានាងនៅតែខឹងនៅខ្វល់ចំពោះមិត្តរបស់ខ្ញុំគាត់នៅរំភើបចិត្តគិតខ្លួនឯងម៉ងសៀនចិនលេចចេញមកជាមួយនឹងស្បៃមុខក្រាស់នៅពីក្រោយខ្នងគាត់ភ្នែករបស់នាងសម្លឹងមើលខ្ញុំនឹងឆេវឃាពោពេញដោយគំនុំបងជីដូនមួយមើលពួកគេចុះរីករាយណាស់គេកំពុងសើចចំអកឲ្យបងដូចមាន់នៅលងទឹកអីចឹងភីយ៉នស្រាប់តែញាកមកមុខរបស់គាត់ងឹតឡើងបិទមាត់មិនត្រូវការនាងរំលឹកទេគ្រួសារភីបានចាប់ផ្ដើមលេងល្បែងយកកិនចាប់ចង់មិនបានប៉ុន្មានថ្ងៃបានបញ្ជូនមនុស្សមកនាំពាក្យថាលោកស្រីឈឺធ្ងន់ហើយគិតចង់ជួបខ្ញុំជាលើកចុងក្រោយ